ជំរាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងបណ្ដាញសង្គមទាំងអស់គ្នាបងប្អូនក្នុងថ្ងៃទី25សំទោសបងប្អូនខែ1ឆ្នាំ2026បងប្អូននេះជាភាពជាក់ស្ដែងដែលខ្ញុំឡាយបងប្អូនបានទស្សនាបងប្អូនយើងចូលមកហើយមើលភាពជាក់ស្ដែងពិតបងប្អូនអញ្ចឹងចូលរួមសបផ្សាយទាំងអស់គ្នាបងប្អូនខ្ញុំឡាយឲ្យបានយូរទេបាទឆ្លៀតឱកាសទេបងប្អូនចង់ឲ្យបងប្អូនឃើញពីការឡាយពិតបងប្អូនគឺថាក្នុងថ្ងៃនេះគឺភ្ញៀវមកអត់ដាច់ទេបងប្អូនគឺច្រើនមែនទេបានឃើញទៅទស្សនវិជ្ជាទាំងអស់នេះហើយបងប្អូនយើង share ចែករំលែកទាំងអស់គ្នាបងប្អូនដើម្បីផ្សព្វផ្សាយគេបានឃើញខ្ញុំឡាយបានប្រហែលជា3នាទីទេបងប្អូននៅពេលដែលម៉ួយមកគឺថតម៉ួយហើយបងប្អូនអើយអញ្ចឹងឆ្លៀតឱកាសទេបងប្អូនឆ្លៀតឱកាសថតឲ្យបងប្អូនបានទស្សនវិជ្ជាអញ្ចឹងគឺកម្រនឹងយកបានណាបងប្អូនមើលតាមផ្លូវស្ពានបងប្អូនបាទសិតតែភ្ញៀវដើរចូលទាំងបងប្អូនភ្ញៀវដើរចូលពីស្ពាននោះនៅខាងមុខអង្គរកន្លែងណាក៏មានដែរបងប្អូនគ្រប់ទាំងអស់បងប្អូនចាំបន្តិចទៅតាមដានមកខ្ញុំនៅខាងក្នុងបងប្អូនគ្នាតែខ្ញុំថត live ពីមុខឲ្យបងប្អូនបានឃើញសិនបាទពីទស្សនវិជ្ជាច្បាស់អញ្ចឹងគឺការ live បងប្អូនអ្នកដែលចូលមកអញ្ចឹងជួយ follow ម្នាក់មួយផងបងប្អូនឲ្យបុរាណមានកម្លាំងចិត្តធ្វើវីដេអូរាល់ថ្ងៃជាការផ្សព្វផ្សាយរាល់ថ្ងៃអញ្ចឹងបងប្អូនយើងផ្សព្វផ្សាយដើម្បីឲ្យមានភ្ញៀវមកទស្សនាប្រាសាទអង្គរវត្តយើងរាល់ថ្ងៃអញ្ចឹងខ្ញុំខ្លាចផុសវីដេអូទៅបងប្អូនអត់ជឿថាថ្ងៃនេះមានភ្ញៀវអញ្ចឹងក៏ខ្ញុំឆ្លៀតឱកាសអញ្ចឹងខ្ញុំ live បងប្អូនបានឃើញពីភាពជាក់ស្ដែងពិតតែម្ដងអញ្ចឹងបងប្អូនខ្មែរយើងជនរួមជាតិមិនថាក្នុងស្រុកក្រៅស្រុកបានឃើញពីការ live របស់ខ្ញុំហើយយើង share ទាំងអស់គ្នាទៅនេះជាការ live ពិតបងប្អូនមើលភៀសដើរចូលខាងនោះបងប្អូនច្រកពីរហ្នឹងយើងដើរចូលខាងណាក៏បានដែរបងប្អូនតែបើយើងចេញទៅវិញយើងចេញតាមច្រកខាងនោះឯងបាទបើយើងដើរតាមខាងនេះវិញគឺវាប្រច្រាស់បងប្អូនគេមានប៉ាយគេដាក់ឲ្យមើលបងប្អូនពួកភ្ញៀវបន្តមកច្រើនណាស់បងប្អូនភ្ញៀវឥឡូវគឺកើនឡើងមែនទេបងប្អូនក្នុងឆ្នាំនេះខ្ញុំរីករាយមែនទេដែលបងប្អូនជនជាតិខ្មែរយើងគ្រប់គ្នាចូលរួមផ្សព្វផ្សាយពីទេសចរមែនទេបងប្អូនមិនថាបងប្អូនកាយមិនថាបងខាងរថលំកកង់3ធុកបាទគ្រប់ទីកន្លែងបងប្អូនមិនថាបងប្អូននៅតាមជាសមុទ្រតាមកន្លែងណាក៏ដោយបងប្អូនគាត់ផ្សព្វផ្សាយគ្រប់គ្នាអញ្ចឹងខ្ញុំសប្បាយរីករាយមែនទេបងប្អូនតែកាលមុនខ្ញុំផ្សព្វផ្សាយតែម្នាក់ឯងគាត់បងប្អូនកាលពីឆ្នាំ2014 2015អត់មានអ្នកណាតាមដានទេបងប្អូនអើយទើបតែចាប់អារម្មណ៍ចាប់ពីឆ្នាំ2024 25នេះទៅបងប្អូនឥឡូវគេចាប់អារម្មណ៍មែនទេកាលមុនខ្ញុំផ្សព្វផ្សាយអត់មានអ្នកណាតាមដានទេអត់មានអ្នកណាគេចូលរួមចែករំលែកផ្សព្វផ្សាយទេពេលអញ្ចឹងយើងជាកូនខ្មែរយើងមានមោទនភាពបងប្អូនតែយើងផ្សព្វផ្សាយទៅគេចូលរួមផ្សព្វផ្សាយទាំងអស់គ្នាអញ្ចឹងបងប្អូនហើយភ្ញៀវមកមួយសួរថាគាត់នឹងអត់បានចំណាយចាយវាមែនបងប្អូនគឺគាត់ចំណាយចាយវាគ្រប់សពបងប្អូនមិនថានៅខាងមុខអង្គរមិនថាតាមផ្លូវនានាក្នុងផ្សារផប់ទ្រីតតាមផាបនិយាយអស់ទៅតាំងពីការ៉ាអូខេអីបងប្អូនបាទរស់ទាំងអស់គ្នាហ្មងបងប្អូនមិនថាបងប្អូនខ្មែរយើងមិនថាបងប្អូននារីម៉ាសាបាទរស់ទាំងអស់គ្នាបងប្អូននិយាយអស់គេហ្មងបងប្អូនក្នុងការ live ហ្នឹងបើខ្ញុំនិយាយការមានការខុសឆ្គងអីសុំទោសផងបាទខ្ញុំគឺចង់ផ្សព្វផ្សាយឲ្យគេបានឃើញគ្រប់គ្នាជួយចុចបេះដូងឲ្យបុរាណម្នាក់មួយផងបាទពុកម៉ែបងប្អូនខ្ញុំ live អត់បានយូរទេបាទ
នេះទិដ្ឋភាពពិតបងប្អូនភាពជាក់ស្ដែងសុខចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនអត់រស់ស៊ីទេបងប្អូននេះកាន់កាមេរ៉ាមកសុខចិត្តអង្គុយថតវីដេអូអញ្ចឹងចែករំលែកទៅដល់បងប្អូនក្នុងស្រុកក្រៅស្រុកបានឃើញយើងឆ្លៀតឱកាសបានរស់ទាំងអស់គ្នាបងប្អូនតែកាលណាយើងអត់ផ្សព្វផ្សាយទេនឹងបាត់ប្រជាប្រិយភាពបាទហើយភ្ញៀវក៏គាត់លេងចង់មកលេងក៏បានឃើញប្រទេសភាពឃើញអីចឹងកាលណាយើងរស់ស៊ីផងយើងជួយផ្សព្វផ្សាយគ្នាផងបងប្អូនរស់ទាំងអស់គ្នាបាទនោះបងប្អូនមកភ្ញៀវនៅនោះកំពុងតដៅមកច្រើនបងប្អូនមកឡាននោះក្នុងបងប្អូននោះបាទច្រើនមែនទេហើយព្រឹកនេះបងប្អូនសិទ្ធិជនជាតិអឺរ៉ុបវីដេអូខ្ញុំចាំឲ្យបងប្អូនទស្សនានៅពេលយប់បងប្អូនដោយសារបន្តិចទៀតមានម៉ួយបងប្អូនអញ្ចឹងប្រហែលជាអត់បានផុសឥឡូវទេបាទផុសប្រហែលជាផុសពេលយប់ប្រហែលខ្ទង់ម៉ោង9ម៉ោង8អីនោះបងប្អូនអើយតសម្រាប់ពីការងារបងប្អូនបាទយើងអាចផុសបានតែខ្ញុំដាក់ពីថ្ងៃទីបញ្ជាក់ច្បាស់បងប្អូនព្រោះថាខ្ញុំថតការថតរបស់ខ្ញុំហ្នឹងនៅក្នុងទូរស័ព្ទនោះវាមានម៉ោងមានវេលាអញ្ចឹងយើងអត់មានខកម៉ោងខកវេលាទេយើងប្រាប់ពីទិដ្ឋភាពត្រង់អញ្ចឹងបងប្អូនមករົບបងប្អូនមកច្រើនមែនទេច្រើនណាស់បងប្អូនអើយរົບសុតហ្មងបងប្អូនបាទសៀទាំងអស់គ្នាទៅបងប្អូនចែកចាយឲ្យពិភពលោកគេបានឃើញគ្រប់គ្នាបងប្អូនភ្ញៀវពិតបាទក្នុងថ្ងៃទី25ខែ1ឆ្នាំ2026បងប្អូនមិនថាថ្ងៃអាទិត្យថ្ងៃច័ន្ទថ្ងៃអង្គារបងប្អូនតាមដានវីដេអូឃើញស្រាប់បងប្អូនគឺមានជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនយើងសៀឲ្យពិភពលោកបានឃើញបងប្អូនមកលេងប្រទេសយើងបងប្អូននេះបាទមកប្រាសាទអង្គរវត្តដែលជាបេះដូងនៃប្រទេសកម្ពុជាយើងបងប្អូនបាទចូលរួមផ្សព្វផ្សាយទាំងអស់គ្នាបងប្អូនទស្សនាមើលទិដ្ឋភាពនេះទៅបាទកម្រមានមែនទេនេះឯងចិត្តជាទិដ្ឋភាពដែលយើងត្រូវចែករំលែកទៅឲ្យគេបានឃើញគ្រប់គ្នាបងប្អូនគ្មានពីរទេបងប្អូនគ្មានប្រទេសណាដែលមានប្រាសាទមានមនុស្សច្រើនមកទស្សនាដូចយើងបងប្អូនជាពិសេសគឺទិដ្ឋភាពក្នុងថ្ងៃសមរាត្រីដែលជាថ្ងៃទី22 23ក្នុងខែ3និងខែ9បងប្អូនកុំភ្លេចមកចូលរួមទស្សនាទាំងអស់គ្នាបាទបងប្អូនមើលទិដ្ឋភាពទាំងអស់នេះទៅបាទគឺថាកប់សេរីមែនទេបងប្អូនច្រើនមែនទេខ្ញុំអត់ចង់បិទការ live សោះបងប្អូនចង់ឲ្យបងប្អូនមើលយូរហ្មងបាទវាជាភាពជាក់ស្ដែងដែលខ្ញុំ live ផ្ទាល់មកច្រើនមែនទេបងប្អូននោះបន្តមកទៀតបងប្អូនបាទទិដ្ឋភាពពិតបងប្អូនហេតុផលនេះឯងមកខ្ញុំតែងតែនិយាយជារៀងរាល់ថ្ងៃថាឲ្យបងប្អូនជួយ share ដើម្បីផ្សព្វផ្សាយគេបានឃើញឲ្យគេជឿជាក់ថាភ្ញៀវមកបន្តមកទស្សនាប្រាសាទយើងរាល់ថ្ងៃពេលដែលបានមកថតរូបនៅប្រាសាទអង្គរវត្តកុំភ្លេចហៅបុរាណឲ្យជួយថតឲ្យបងប្អូនបាទយើងជួយ support គ្នាម្នាក់បន្តិចបងប្អូនដើម្បីរស់ទាំងអស់គ្នាបាទតោះពុកម៉ែបងប្អូនចូលទៅតាមដានទស្សនានៅខាងក្នុងរបស់ខ្ញុំបងប្អូនតើទិដ្ឋភាពខាងក្នុងមួយយ៉ាងម៉េចបងប្អូន